សុបិនទាំង10ដែលបញ្ជាក់ពីអត្តន័យនៃជីវិតដែលមិនអាចរំលងបានប្រកបណាស់ប្រិយមិត្តទាំងអស់គ្នាពិតជាបានដែលយកសុបិនឃើញនេះឃើញនោះទៅតាមអ្វីដែលប្រិយមិត្តបានឃើញតែថ្ងៃនេះខ្ញុំនឹងលើកឡើងពីសុបិនទាំង10ប្រភេទដែលបញ្ជាក់ពីអត្តន័យនៃជីវិតដែលអ្នកទាំងអស់គ្នាមិនគួរមករំលងបានតើសុបិនទាំង10នោះមានអ្វីខ្លះនោះសូមប្រិយមិត្តរីករាយស្ដាប់ដូចតទៅសុបិនគឺជាជំនឿមួយដែលគេជឿតាំងពីបុរាណកាលមកម្ល៉េះក្នុងសុបិនខ្លះបានបញ្ជាក់ពីអត្តន័យល្អប្រសើរធ្វើឲ្យអ្នកគេយល់សុបិនក្រោកឡើងដោយសប្បាយចិត្តប៉ុន្តែមានសុបិនខ្លះទៀតអ្នកក៏គួរកុំប្រងើយកន្តើយនឹងវាហើយគិតថាវាជារឿងស្រាលឲ្យសោះដីសុបិនខ្លះអាចជាប្រផ្នូលមួយចង់ដាស់តឿនអ្នកមុនហេតុការមកដល់ចំណែកសុបិនមួយផ្សេងទៀតគឺជាបំណងដែលគេចង់ឲ្យយើងបែបនោះតាមក្នុងសុបិនប៉ុណ្ណោះមិនថាសុបិនបែបណាទេប៉ុន្តែប្រសិនបើអ្នកគេសុបិនឃើញមួយក្នុងចំណោមសុបិនទាំង10ដោយដែលលើកឡើងបង្ហាញសុទ្ធតែមានអត្ថន័យបង្កប់ចង់ឲ្យអ្នកដឹងមួយសុបិនថាមានផ្ទៃពោះប្រសិនបើអ្នកសុបិនថាខ្លួនមានផ្ទៃពោះសម្រាប់អ្នកនៅក្នុងជួររដ្ឋាភិបាលឬធ្វើការឲ្យក្រុមហ៊ុនទំនេរនោះបានទុះទីអ្នកនឹងត្រូវមេដំឡើងឋានៈក្នុងភារកិច្ចការងារខ្ពស់ប៉ុន្តែប្រសិនបើអ្នកជាអ្នកលក់ដូរបើកហាងនានាប្រហែលជាមានការផ្លាស់ប្ដូរពាណិជ្ជកម្មឬផ្លាស់ប្ដូរទៅទីកន្លែងផ្សេងតាមរបៀបដែលមិនសូវល្អប៉ុន្មានទេ2សុបិនឃើញពស់សុបិនឃើញពស់ឬត្រូវពស់ចឹកសម្រាប់មនុស្សនៅលាវនឹងឈានដល់ថ្ងៃរៀបការជាមួយដៃគូប្រសិនបើអ្នកជាបុរសដែលមានគ្រួសារអ្នកប្រហែលជាមិនសូវល្អប្រសើរប៉ុន្មានទេបើអ្នកជាស្ត្រីមានគ្រួសារនិងមានកូនឆាប់ឬមានសំណាងល្អកើតឡើងវិញ3សុបិនឃើញសាកសពកាលបើគេសុបិនឃើញសាកសពមនុស្សស្លាប់ឬសាកសពធំក្លិនស្អុយសាយភាយយោងតាមការបកស្រាយបញ្ជាក់ថាអ្នកនឹងទទួលបានសំណាងពីអ្វីមួយដែលកំពុងសងសំណាងឬសំណាងក្នុងជីវកម្មនិងភារកិច្ចការងារប្រសិនបើអ្នកសុបិនឃើញមនុស្សស្លាប់មានអង្កូវវារវើបសុបិននោះនឹងបង្កើតទ្រព្យសម្បត្តិឲ្យអ្នកវិញ4សុបិនឃើញមនុស្សស្លាប់យោងតាមទំនាយទីថាអ្នកនឹងបានលាបសំណាងឬបញ្ចប់សំណាងអាក្រក់ដែលធ្លាប់កើតមានលើអ្នកកន្លងមកប្រសិនបើឃើញខ្លួនឯងស្លាប់នោះជាការប្រសើរវិញសំណាងអាក្រក់នឹងបញ្ចប់ហើយសំណាងនឹងរត់តាមអ្នកមកវិញ5សុបិនឃើញលិមួកសុបិនឃើញលិមួកឬចាប់លិមួកដោយផ្ទាល់ដៃឬបន្ទោបង់ដោយខ្លួនឯងយោងតាមការបកស្រាយបញ្ជាក់ថាអ្នកនឹងមានសំណាងអាក្រក់អាចឈានដល់ការបាត់បង់កេរ្តិ៍ឈ្មោះឬត្រូវបានបង្កាច់បង្ខូចដោយមនុស្សដែលនិយាយដើមនិងព្យាយាមលាបពណ៌ដោយបំណងអាក្រក់ណាមួយ6សុបិនឃើញកូនក្មេងឬទារកមានសម្បកសស្គមគួរឲ្យស្រឡាញ់ខ្លាំងផ្អែកតាមជំនឿចាស់ៗពីបុរាណការបានបញ្ជាក់ថានឹងទទួលបានសំណាងខាងហិរញ្ញវត្ថុឬទទួលបានកូនឆាប់ៗខាងមុខនេះ7សុបិនឃើញព្រះសង្ឃបុរសឬស្ត្រីណាក៏ដោយការបើគេយកសុបិនឃើញព្រះសង្ឃឬព្រះពុទ្ធបរិមានិងវត្ថុស័ក្តិសិទ្ធិផ្សេងៗយុសុបិននេះមានសេចក្តីសុខក្នុងខ្លួនព្រះតំណាងឲ្យសំណាងភាពផ្សេងផ្សានក្នុងជីវិតជាពិសេសនោះសេចក្តីសុខផ្នែកផ្លូវចិត្តចំណែកព្រះសង្ឃតំណាងឲ្យផ្លូវធម៌ការរក្សាចិត្តស្ងប់សុខក្នុងជីវិតនាពេលបច្ចុប្បន្ន8សុបិនឃើញនាគតំណាងឲ្យភាពខ្លាំងក្លាមហិច្ឆតាបើវាបង្ហាញខ្លួនក្នុងសុបិននោះបញ្ជាក់បានថាក្នុងក្រុមគ្រួសារអ្នកអាចនឹងមានជំងឺដំកើតិចតួចប៉ុណ្ណោះក្នុងនោះផងដែរវានឹងមានការប្រែប្រួលទាំងអាជីពអាចដូរការងារចំណែកឯផ្ទះសម្បែងក៏ឈានដល់ការដូរដូចគ្នាប៉ុន្តែកុំបារម្ភអីការដូរនេះគឺជារឿងល្អវិញទេ9សុបិនឃើញលុយនិងមាសប្រាក់សុបិនឃើញលុយមាសប្រាក់ឬបើសុបិនអ្នកបានប៉ះវាដោយផ្ទាល់ដៃមាននរណាម្នាក់បាននាំវាមកឲ្យអ្នកក្នុងសុបិននោះមានន័យថាអ្នកនឹងរងទុក្ខលំបាកក្នុងគ្រួសារឬទុក្ខព្រួយដែលទាក់ទងនឹងបញ្ហាបំណុលបើមានកូនបំណុលគេនឹងត្រូវគេបោកឬគេបន្លំ10សុបិនឃើញឧត្តមភិកចៈក្តីសុបិននេះបញ្ជាក់បានថារឿងអាក្រក់ៗនឹងបញ្ចប់នាពេលខាងមុខនេះចំណែកឯអ្នកមានជំងឺកាត់យូរហើយនឹងជាសះស្បើយពីរោគាហើយជំនួសមកវិញនៅលាភសំណាងណែកលុយកាក់វិញតើសុបិនទាំង10នេះប្រិយមិត្តធ្លាប់សុបិនឃើញយូរសពក្នុងចំណោមយូរសពទាំង10មួយណាដែរឬទេសុបិនទាំង10នេះមិនមែនខ្ញុំលើកឡើងដើម្បីឲ្យបងប្អូនជឿទាំងស្រុងនោះទេប៉ុន្តែសុបិនទាំង10នេះគឺជាជំនឿរបស់ខ្មែរបុរាណតាំងពីដើមមកដែលយើងមិនអាចគូមរំលងបានហើយខ្ញុំគ្រាន់តែលើកឡើងដើម្បីជួយថែរក្សានៅទំនៀមទម្លាប់របស់ខ្មែរយើងតែប៉ុណ្ណោះបើសិនជាខ្ញុំអត្ថាធិប្បាយលើលួខ្វះខាតត្រង់ណានោះសូមប្រិយមិត្តស្ដាប់មេត្តាខមមិនរិះគន់ខាងក្រោមដើម្បីឲ្យខ្ញុំកែតម្រូវឡើងវិញ